បងប្អូនទាំងអស់គ្នានេះគឺជាផ្នែកមួយនៃផ្ទាំងចម្លាក់ធំមួយនៅក្នុងប្រាសាទបាយ័នដែលបង្ហាញអំពីជីវិតការរស់នៅរបស់ប្រជាជននៅក្នុងពេលនោះហើយផ្នែកមួយនេះគឺបង្ហាញអំពីមណ្ឌលសុខភាពនេះគឺជាកន្លែងមួយសម្រាប់កន្លែងឆ្មបចាដែលនេះវាបានបង្ហាញអំពីមានពេទ្យស្រីហើយនឹងមានអ្នកជំនួយការជួយនៅពេលដែលត្រីឆ្លងទន្លេអញ្ចឹងឆ្មបឬក៏ពេទ្យស្អីទាំងអស់ហ្នឹងគឺយើងមានតាំងពីជំនាន់ហ្នឹងមកហើយយើងក៏មានកន្លែងមួយដែលថារៀបចំសម្រាប់តែការឆ្លងទន្លេនឹងតែម្ដងឥឡូវនេះនាងខ្ញុំកំពុងតែនៅក្នុងបេសកកម្មសំខាន់ហើយធំមួយដើម្បីចូលរួមផ្សព្វផ្សាយជាមួយបងប្អូនទាំងអស់គ្នាអំពីអាហារូបត្ថម្ភសម្រាប់អ្នកម្ដាយក៏ដូចជាទារកនៅក្នុងចន្លោះ1000ថ្ងៃដំបូងបងប្អូនដឹងអត់1000ថ្ងៃដំបូងរបស់កុមារគឺចាប់ផ្ដើមពីថ្ងៃទី1ដែលស្ត្រីពពោះរហូតដល់ពេលគាត់សម្រាលហើយបន្តមកទៀតគឺនៅពេលដែលកុមារគាត់កើតហើយអាយុ16ខែដែលជាដំណាក់កាលបំបើកូនដោយទឹកដោះហើយនឹងការបន្ថែមអាហារទៅលើទឹកដោះបន្ទាប់ពីគាត់អាយុ6ខែរហូតដល់អាយុ2ឆ្នាំក្នុងចន្លោះពេលនេះអាហារូបត្ថម្ភគឺសំខាន់ណាស់ដោយសារតែរូបរាងកាយរបស់ពួកគាត់ប្រាជ្ញាស្មារតីនិងប្រព័ន្ធភាពស៊ាំនឹងគឺត្រូវការអាហារូបត្ថម្ភដែលត្រឹមត្រូវបន្ថែមពីលើនេះអ្វីផ្សេងទៀតដែលយើងមិនសូវមានការជជែកវែកញែកនោះគឺតាក់ទងជាមួយនឹងអាការៈចាញ់ទាស់ហើយនឹងជំងឺបាក់ទឹកចិត្តដូច្នេះនាងខ្ញុំនឹងធ្វើដំណើរទៅតាមស្រុកតាមភូមិខេត្តនានាដើម្បីសិក្សាស្វែងយល់អំពីលោកយាយលោកតាចាស់ក៏ដូចជាស្ត្រីផ្សេងគ្នាដែលមានបទពិសោធន៍រឿងទាំងអស់នេះដើម្បីយើងសិក្សាស្វែងយល់មើលថាតើអាហារូបត្ថម្ភឬក៏ស្អីទាំងឡាយម្ហូបអាហាររបស់គាត់នឹងមានលក្ខណៈបែបម៉េចដើម្បីឲ្យពួកគាត់អាចទទួលបានអាហារូបត្ថម្ភបានត្រឹមត្រូវគ្រប់គ្រាន់ហើយនឹងតើការអនុវត្តពីដើមរហូតមកនេះវាបានជួយអ្វីខ្លះដែលយើងអាចយកមកអនុវត្តដើម្បីជាប្រយោជន៍សម្រាប់ជួយកុមាររបស់យើងក្នុងចន្លោះពេល1000ថ្ងៃដំបូងនេះឲ្យមានការទូតដោះល្អអរគុណ